រឿងចង់ខុសជំនាញក្នុងព្រៃក្រាស់មួយមានសត្វរស់នៅជាច្រើនប្រភេទរៀងរាល់ខែសត្វទាំងអស់នោះតែងតែមកជួបជុំគ្នាដើម្បីពិភាក្សាដោះស្រាយបញ្ហានិងរៀបចំខ្លួនដើម្បីត្រៀមទប់ទល់នឹងគ្រោះវិបត្តិដែលអាចកើតឡើងនាថ្ងៃខាងមុខថ្ងៃមួយក្នុងខណៈពេលដែលសត្វព្រៃទាំងឡាយកំពុងជជែកវែកញែកឡើងតឹងសរសៃកនោះមានស្វាមួយក្បាលបានដើរចូលមកកណ្ដាលវងជំនុំរួចចាក់ក្បាច់រាំក្រមាច់ក្រមើមក្នុងបំណងបន្ធូរបន្ថយភាពតានតឹងដែលកំពុងតែកើតមាននាពេលនោះពេលឃើញស្វារាំចាក់ក្បាច់ធ្វើឲ្យទប់សំណាចមិនបានបែបនេះសត្វទាំងនោះក៏នាំគ្នារីករាយពេញចិត្តនិងធ្វើឲ្យបរិយាកាសបានប្រែទៅជាធូរស្រាលឡើងវិញចំណែកសត្វអូតពេលដែលឃើញស្វាមានប្រជាប្រិយភាពបែបនេះវាក៏កើតក្តីច្រណែនមួយរំពេចហើយចង់ឲ្យគេកោតសរសើរខ្លួនឯងខ្លះផងទើបខំចូលខ្លួនទៅកណ្ដាលវងរាំលោតកញ្ឆេងតាមដំណើររបស់ស្វាប៉ុន្តែដោយសារតែខ្លួនវាធំក្រមីងក្រមាំងស្ពឹកមិនរវិះរវៃដូចស្វាមើលទៅបែរជាខុសទំនងធ្វើឲ្យសត្វដទៃទើសចិត្តជាខ្លាំងហើយក៏នាំគ្នាដេញអូតឲ្យចេញពីទីប្រជុំជននោះទៅរឿងនេះផ្ដល់អត្ថន័យសេចក្តីថាមនុស្សម្នាក់មានជំនាញផ្សេងពីគ្នាការចចេះធ្វើអ្វីដែលមិនមែនជាជំនាញរបស់ខ្លួនអាចនឹងហុចផលអាក្រក់ច្រើនជាងផលល្អទៅវិញ